សួរអ្នកគ្រូនេះខ្ញុំឈ្មោះសម្បត្តិចិនចាសួស្តីកូនទាំងអស់គ្នាចាឥឡូវនេះបន្ទាប់ពីកូនបានអានអត្ថបទអំណាចរួចហើយតើចម្លើយដែលកូនបានឆ្លើយប៉ាន់ស្មានមិញនេះត្រឹមត្រូវឬអត់កូនចាពិតជាត្រឹមត្រូវចាឥឡូវអត្ថបទអំណាចហ្នឹងគេចង់និយាយពីអីចេះកូនចាគឺសាលាកុមារមេត្រីតើឥឡូវកូនទាំងអស់គ្នាបើកសៀវភៅទៅទំព័រទី4តើឥឡូវកូនឃើញអត់ឃើញទាំងអស់គ្នាអត់ចាឥឡូវអ្នកគ្រូមានមួយសំណួរចង់អានឲ្យកូនស្ដាប់តើសាលារៀននេះមានបរិវេណដូចម្ដេចតើឥឡូវមុននឹងអ្នកគ្រូស្វែងរកចម្លើយអ្នកគ្រូនឹងទៅស្វែងរកពាក្យកន្លឹះជាមុនសិនចាតើឥឡូវពាក្យកន្លឹះរបស់យើងគឺបរិវេណចាតើឥឡូវអ្នកគ្រូនឹងទៅស្វែងរកពាក្យកន្លឹះនៅក្នុងអត្ថបទចាឥឡូវនេះអ្នកគ្រូបានរកឃើញពាក្យកន្លឹះនៅក្នុងអត្ថបទហើយបរិវេណគឺមានន័យថាធំទូលាយនិងរបងព័ទ្ធជុំវិញតើឥឡូវអ្នកគ្រូនឹងអានចម្លើយឲ្យកូនស្ដាប់ទាំងអស់គ្នាសាលារៀននេះមានបរិវេណធំទូលាយនិងរបងព័ទ្ធជុំវិញចាឥឡូវយើងចូលទៅដល់សំណួរទី2តាសំណួរទី2ហ្នឹងតាឥឡូវកូនទាំងអស់គ្នាចូលរួមជាមួយអ្នកគ្រូទាំងអស់គ្នាតើក្នុងទីធ្លាសាលារៀននេះមានអ្វីខ្លះតើឥឡូវកូនរកឃើញនៅពាក្យកន្លឹះនៅក្នុងសំណួរទី2ចាពាក្យកន្លឹះរបស់យើងគឺពាក្យទីធ្លាតើឥឡូវកូនទាំងអស់គ្នារកឃើញពាក្យកន្លឹះទាំងអស់គ្នានៅចាអ្នកគ្រូក៏រកឃើញពីកូនដែរចាទីធ្លាគឺមានន័យគឺមានដងទង់ជាតិសួនច្បារសួនកុមារទីលានកីឡានិងដើមឈើធំតើឥឡូវយើងមកអានចម្លើយទាំងអស់គ្នាក្នុងទីធ្លាសាលារៀននេះមានដងទង់ជាតិសួនច្បារសួនកុមារទីលានកីឡានិងដើមឈើធំតើឥឡូវយើងចូលដល់សំណួរទី3តាដល់សំណួរទី3ហ្នឹងកូនមករកពាក្យកន្លឹះជាដៃគោតាឥឡូវកូនទាំងអស់គ្នាចាប់ផ្ដើមតាឥឡូវកូនរកឃើញនៅចាពាក្យកន្លឹះរបស់យើងគឺអគារតើឥឡូវចូលដល់សំណួរទី4តើឥឡូវកូនឃើញពាក្យកន្លឹះនៅចាពាក្យកន្លឹះយើងគឺបន្ទប់តើឥឡូវចូលដល់សំណួរទី5តើបងអូនត្រូវធ្វើដូចម្ដេចដើម្បីធ្វើឲ្យសាលារៀនស្អាតតើឥឡូវកូនងើបឆ្លើយចាដើម្បីឲ្យសាលារៀនយើងស្អាតយើងត្រូវធ្វើអនាម័យបោសសម្អាតទីធ្លាសាលារៀនជារៀងរាល់ថ្ងៃតើឥឡូវអ្នកគ្រូមានមួយសំណួរទៀតតើអត្ថបទនេះសម្រាប់អ្នកណាអានដែរកូនចាគឺសម្រាប់កូនទាំងអស់គ្នាអានឪពុកម្ដាយកូនដែលនៅផ្ទះឬក៏អ្នកដែលចូលចិត្តអានសៀវភៅ